ខ្ញុំ The Kalen អាយុ35ឆ្នាំវិជ្ជបណ្ឌិតវះកាត់ឯកទេសផ្នែកសរសៃប្រសាទដែលបណ្ដុះបណ្ដាលនៅសិង្ហបុរីនិងធ្វើការនៅប្រទេសចិនសម្រាប់ខ្ញុំពេលវេលាគឺលុយហើយប្រសិទ្ធភាពគឺគុណភាពខ្ញុំធ្វើការនៅមន្ទីរពេទ្យឯកជនមួយដែលមនុស្សគ្រប់គ្នាប្រញាប់ព្យាយាមរក្សាកំណត់ត្រាដ៏ល្អឥតខ្ចោះហើយសុវត្ថិភាពត្រូវបានធានាដោយបច្ចេកវិទ្យានិងវិន័យតឹងរ៉ឹងនៅពេលដែលខ្ញុំត្រូវបានបញ្ជូនមកទីនេះភ្នំពេញតាមពិតគឺទីក្រុងសៀមរាបសម្រាប់ការផ្លាស់ប្ដូររយៈពេល1ខែខ្ញុំបានដឹងថាវាជាកំហុសដ៏ធំមួយទីក្រុងនេះត្រូវបានគេស្គាល់ថាជាទីក្រុងនៃប្រាសាទបុរាណប៉ុន្តែសម្រាប់ខ្ញុំបានឃើញតែភាពយឺតយ៉ាវនិងការគ្រប់គ្រងដ៏រលុងប៉ុណ្ណោះនៅពេលខ្ញុំចុះពីយន្តហោះកម្ដៅដែលស្អិតជាប់នឹងក្លិនផ្សែងបានស្វាគមន៍ខ្ញុំវាជាអារម្មណ៍ដែលខ្ញុំមិនចូលចិត្តការជួបខ្ញុំជាមួយនឹងមន្ទីរពេទ្យសាធារណៈរបស់ខេត្តគឺជាការភ្ញាក់ផ្អើលដ៏អាក្រក់បំផុតខ្ញុំបានរំពឹងថាមានភាពប្រញ៉េញ៉ៃប៉ុន្តែខ្ញុំមិនបានរំពឹងថាមានភាពយឺតយ៉ាវខ្លាំងបែបនេះទេនៅពេលខ្ញុំមកដល់មន្ទីរពេទ្យហាក់ដូចជាស្ងប់ស្ងាត់ពេកគ្មានសម្ពាធគ្មានភាពប្រញាប់គិលានុបដ្ឋាយិកាកំពុងអង្គុយនិយាយគ្នាហើយវិជ្ជបណ្ឌិតម្នាក់កំពុងញ៉ាំនំប៉័ងនៅក្បែរបន្ទប់វះកាត់នេះមិនមែនជាការងារទេគឺខ្ញុំគិតជាភាសាចិនគឺនេះជាថ្ងៃឈប់សម្រាកខ្ញុំបានជួបនឹងប្រធានគិលានុបដ្ឋាយិកាម្នាក់ឈ្មោះសូជីថានាងមានអាយុប្រហែល40ឆ្នាំនាងមានស្នាមញឹមដ៏កក់ក្ដៅប៉ុន្តែសម្រាប់ខ្ញុំនាងមើលទៅមិនមានប្រសិទ្ធភាពខ្ញុំបានចាប់ផ្ដើមត្រួតពិនិត្យបន្ទប់វះកាត់ខ្ញុំត្រូវតែធានាថាស្តង់ដារអនាម័យត្រូវបានរក្សាខ្ញុំបាននិយាយទៅកាន់សូជីថាជាភាសាអង់គ្លេសដែលតឹងរ៉ឹងគឺសូជីថាកន្លែងនេះមានធូលីដីតើអ្នកមានប្រព័ន្ធសម្អាតប្រចាំថ្ងៃដែរឬទេហើយសម្ភារៈវះកាត់តើអ្នកមានការបរិច្ឆេទផុតកំណត់សម្រាប់ពួកគេទេសូជីថាបានញឹមដោយមិនបង្ហាញពីកំហឹងឬការភ្ញាក់ផ្អើលនាងបាននិយាយជាភាសាអង់គ្លេសដែលខូចវិជ្ជបណ្ឌិតយើងដឹងតែយើងមានតែឧបករណ៍ប៉ុណ្ណោះយើងសម្អាតដោយដៃវាមិនមានបច្ចេកវិទ្យាខ្ពស់ទេតែស្អាតខ្ញុំមិនជឿនាងទេខ្ញុំបានដឹងថាប្រសិទ្ធភាពទាបរបស់ពួកគេគឺមានគ្រោះថ្នាក់ខ្ញុំបាននិយាយថាប្រសិទ្ធភាពទាបនាំឲ្យមានកំហុសនាំឲ្យមានអាយុជីវិតខ្ញុំបានរំលឹកដល់ការព្រមានដែលខ្ញុំធ្លាប់បានអានអាស៊ីអាគ្នេយ៍មានអំពើពុករលួយនៅក្នុងប្រព័ន្ធសាធារណៈខ្ញុំបានសន្មតថាភាពយឺតយ៉ាវនេះគឺជាសញ្ញានៃការខ្វះការយកចិត្តទុកដាក់ខ្ញុំបានសម្រេចចិត្តធ្វើការស៊ើបអង្កេតមួយខ្ញុំត្រូវតែបង្ហាញថាការធ្វេសប្រហែសរបស់ពួកគេគឺជាបញ្ហានៅពេលល្ងាចខ្ញុំបានដើរនៅជុំវិញមន្ទីរពេទ្យខ្ញុំបានឃើញវិជ្ជបណ្ឌិតយ៉ារ៉ាវិជ្ជបណ្ឌិតខ្មែរដែលធ្វើការនៅមន្ទីរពេទ្យនេះកំពុងអង្គុយនៅលើកៅអីផ្លាស្ទិកចាស់នៅខាងក្រៅគាត់កំពុងជួសជុលរទេះរុញចាស់មួយខ្ញុំបាននិយាយទៅកាន់គាត់ថាវិជ្ជបណ្ឌិតយ៉ារ៉ាតើអ្នកគ្មានការងារទេហេតុអ្វីបានជាអ្នកជួសជុលរទេះរុញវិជ្ជបណ្ឌិតយ៉ារ៉ាបានញឹមក៏ខ្ញុំត្រូវធ្វើវាគ្មាននរណាម្នាក់នឹងជួសជុលវាទេយើងសន្សំលុយខ្ញុំភ្ញាក់ផ្អើលការងាររបស់អ្នកគឺព្យាបាលអ្នកជំងឺមិនមែនជួសជុលឧបករណ៍ទេគាត់បាននិយាយថានៅទីនេះអ្វីទាំងអស់ជាការងាររបស់ខ្ញុំវិជ្ជបណ្ឌិតខេលេនយើងមានភាពខ្វះខាតតែយើងមានទឹកចិត្តខ្ញុំមិនចូលចិត្តពាក្យទឹកចិត្តនេះទេសម្រាប់ខ្ញុំទឹកចិត្តមិនអាចជំនួសឧបករណ៍ឬស្តង់ដារវិទ្យាសាស្ត្របានទេខ្ញុំបានទៅបន្ទប់របស់ខ្ញុំមានអារម្មណ៍ថាភាពត្រជាក់បានត្រឡប់មកវិញខ្ញុំបានដឹងថាមួយខែនេះនឹងក្លាយជាឋាននរកខ្ញុំត្រូវតែរក្សាច្បាប់របស់ខ្ញុំប្រសិទ្ធភាពវិន័យនិងភាពត្រជាក់គឺជាអាវុធរបស់ខ្ញុំនឹងចាប់ផ្ដើមការងាររបស់ខ្ញុំនៅថ្ងៃស្អែកខ្ញុំនឹងបង្ហាញពួកគេថាភាពវឹកវររបស់ពួកគេគឺមានគ្រោះថ្នាក់ការងាររបស់ខ្ញុំបានចាប់ផ្ដើមនៅម៉ោង 7:30 ព្រឹកខ្ញុំបានមកដល់មន្ទីរពេទ្យមុនកាលកំណត់15នាទីខ្ញុំជឿថាវិន័យពេលវេលាគឺជាមូលដ្ឋានគ្រឹះនៃវិជ្ជាជីវវិទ្យាសាស្ត្រប៉ុន្តែអ្វីដែលខ្ញុំបានឃើញគឺភាពស្ងប់ស្ងាត់វិជ្ជបណ្ឌិតយ៉ារ៉ាកំពុងផឹកកាហ្វេនៅខាងក្រៅហើយសូជីថាគីលានុបដ្ឋាយិកាកំពុងនិយាយជាមួយអ្នកជំងឺម្នាក់អំពីសាច់ញាតិរបស់គាត់ពួកគេខ្ជះខ្ជាយពេលវេលាក៏ខ្ញុំគិតប្រសិទ្ធភាពរបស់ពួកគេគឺសូន្យខ្ញុំបានដើរចូលទៅបន្ទប់ធ្វើការរបស់ខ្ញុំបានទាមទាររបាយការណ៍អំពីស្តុកឧបករណ៍និងកំណត់ត្រាអ្នកជំងឺថ្មីបំផុតសូជីថាបានយកឯកសារចាស់មកឲ្យខ្ញុំពួកគេត្រូវបានសរសេរដោយដៃខ្ញុំមិនអាចទទួលយកឯកសារបែបនេះបានទេខ្ញុំត្រូវការទិន្នន័យឌីជីថលនិងតារាងលំហូរខ្ញុំបាននិយាយដោយសំឡេងត្រជាក់យេសូជីថាយើងមិនអាចប្រើឯកសារចាស់នេះបានទេតើអ្នកមានប្រព័ន្ធកុំព្យូទ័រទេកំហុសនឹងកើតឡើងសូជីថាបានញឹមដោយសុភាពយើងមានកុំព្យូទ័រតែមួយគត់វិជ្ជបណ្ឌិតខ្ញុំនឹងសរសេររបាយការណ៍សម្រាប់អ្នកវានឹងចំណាយពេលប៉ុន្តែវានឹងត្រឹមត្រូវ
ខ្ញុំមានអារម្មណ៍ថាកំហឹងកំពុងកើនឡើងនៅក្នុងខ្លួនខ្ញុំមិនចង់បានភាពយឺតយ៉ាវទេខ្ញុំចង់បានប្រសិទ្ធភាពតានតឹងបានកើនឡើងនៅម៉ោង 9 ព្រឹកនៅពេលដែលអ្នកជំងឺសង្គ្រោះបន្ទាន់ម្នាក់បានមកដល់វាជាក្មេងប្រុសម្នាក់អាយុប្រហែល 7 ឆ្នាំគាត់មានរបួសក្បាលធ្ងន់ធ្ងរគាត់ត្រូវការវះកាត់សរសៃប្រសាទភ្លាមវិជ្ជាជីវៈរបស់ខ្ញុំបានចាប់ផ្ដើមដំណើរការខ្ញុំបានចាប់ផ្ដើមរៀបចំក្រុមវះកាត់ប៉ុន្តែភាពយឺតយ៉ាវបានកើតឡើងទី1សម្ភារៈវះកាត់ខ្ញុំបានរកឃើញថាឧបករណ៍ខ្លះដែលខ្ញុំត្រូវការមិនមាននៅក្នុងបន្ទប់វះកាត់ទេខ្ញុំត្រូវប្រើឧបករណ៍ចាស់ដែលខ្ញុំមិនទុកចិត្តទី2ក្រុមការងារខ្ញុំបានទាមទារឲ្យសូឈីថារៀបចំបន្ទប់វះកាត់ក្នុងរយៈពេល10នាទីប៉ុន្តែពួកគេបានធ្វើវាក្នុងរយៈពេល20នាទីខ្ញុំបានស្រែកជាភាសាអង់គ្លេសគឺសូឈីថាយឺតណាស់អ្នកមិនយល់ថាពេលវេលាគឺជាអាយុជីវិតទេក្មេងនេះអាចស្លាប់សូឈីថាបានសម្លឹងមើលខ្ញុំដោយមិនភ័យខ្លាចនាងបាននិយាយដោយសំឡេងស្ងប់ស្ងាត់គឺវិជ្ជបណ្ឌិតយើងដឹងតែយើងត្រូវតែត្រឹមត្រូវប្រញាប់ពេកអាចធ្វើឲ្យកំហុសខ្ញុំមានអារម្មណ៍ថាភាពខុសគ្នានៃទស្សនៈខ្ញុំផ្ដោតលើល្បឿនសូឈីថាផ្ដោតលើភាពត្រឹមត្រូវក្នុងអំឡុងពេលការវះកាត់ភាពតានតឹងនៅតែបន្តខ្ញុំបានប្រើបច្ចេកទេសដែលខ្ញុំធ្លាប់បានរៀននៅសិង្ហបុរីលឿនស្អាតនិងមានប្រសិទ្ធភាពប៉ុន្តែសូឈីថាបានធ្វើអ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលនាងបានឈប់ខ្ញុំនាងបាននិយាយថាវិជ្ជបណ្ឌិតអ្នកប្រញាប់ពេកឈាមនៅជ្រុងនោះមិនស្អាតខ្ញុំខឹងខ្ញុំជាវិជ្ជបណ្ឌិតឯកទេសតើនាងជាគិលានុបដ្ឋាយិកាមានសិទ្ធិណែនាំខ្ញុំទេខ្ញុំបាននិយាយថាក៏ខ្ញុំដឹងការងាររបស់ខ្ញុំសូឈីថាវាជាការវះកាត់ស្អាតនាងបានមិនអើពើខ្ញុំនាងបានប្រើឧបករណ៍តូចមួយហើយបានជូតឈាមនៅជ្រុងដែលខ្ញុំបានមើលរំលងខ្ញុំបានមើលការងាររបស់នាងវាជាភាពត្រឹមត្រូវដែលខ្ញុំមិនបានឃើញបន្ទាប់ពីការវះកាត់បានបញ្ចប់ដោយជោគជ័យខ្ញុំមានអារម្មណ៍នៃភាពជោគជ័យតែខ្ញុំមានភាពអាម៉ាស់បន្តិចខ្ញុំបានដឹងថាប្រសិទ្ធភាពរបស់ពួកគេមិនមែនមកពីបច្ចេកវិទ្យាទេតែមកពីភាពត្រឹមត្រូវរបស់មនុស្សខ្ញុំនៅតែជឿថាប្រសិទ្ធភាពរបស់ខ្ញុំគឺត្រឹមត្រូវប៉ុន្តែខ្ញុំត្រូវតែរកមើលមូលហេតុដែលពួកគេយឺតយ៉ាវខ្ញុំនឹងចាប់ផ្ដើមការស៊ើបអង្កេតរបស់ខ្ញុំនៅថ្ងៃស្អែកបន្ទាប់ពីការវះកាត់នៅវគ្គទី2ខ្ញុំដឹងថាភាពត្រឹមត្រូវរបស់សូឈីថាមិនមែនជាភាពចៃដន្យទេនាងមានការយកចិត្តទុកដាក់ដែលខ្ញុំមិនធ្លាប់ឃើញពីគិលានុបដ្ឋាយិកាផ្សេងទៀតនៅក្នុងមន្ទីរពេទ្យឯកជនរបស់ខ្ញុំទោះជាយ៉ាងណាក៏ដោយខ្ញុំនៅតែជឿថាប្រសិទ្ធភាពរបស់ខ្ញុំគឺជាស្តង់ដារខ្ញុំបានសម្រេចចិត្តធ្វើការពិសោធន៍មួយដើម្បីសាកល្បងដែនកំណត់នៃភាពជាអ្នកជំនាញរបស់ពួកគេនៅក្នុងលក្ខខណ្ឌដែលខ្វះខាតខ្ញុំត្រូវតែបង្ហាញថាការធ្វេសប្រហែសផ្នែករចនាសម្ព័ន្ធនឹងនាំឲ្យមានកំហុសខ្ញុំបានរៀបចំបន្ទប់វះកាត់សម្រាប់ការវះកាត់តូចមួយនៅពេលរសៀលខ្ញុំបានលាក់ឧបករណ៍សំខាន់មួយចំនួនដែលខ្ញុំដឹងថាសូឈីថាមិនបានត្រួតពិនិត្យមុនពេលខ្ញុំមកដល់ខ្ញុំបានធ្វើពុតជាមើលរំលងពួកគេគោលដៅរបស់ខ្ញុំគឺបង្ហាញថាគ្មានការត្រួតពិនិត្យដោយស្វ័យប្រវត្តិ automatic control គ្មានការរៀបចំទេនោះនឹងមានភាពភ័យស្លន់ស្លោនិងការបរាជ័យកើតឡើងនៅពេលដែលខ្ញុំចូលបន្ទប់វះកាត់ខ្ញុំបានសម្លឹងមើលសូឈីថានាងកំពុងរៀបចំឧបករណ៍សម្រាប់ខ្ញុំដោយភាពស្ងប់ស្ងាត់ខ្ញុំបានរងចាំការត្អូញត្អែប៉ុន្តែសូឈីថាមិនបានត្អូញត្អែទេនាងបានធ្វើការងាររបស់នាងដោយភាពស្ងប់ស្ងាត់ភាពតានតឹងបានកើនឡើងនៅពេលដែលខ្ញុំចាប់ផ្ដើមការវះកាត់ហើយទាមទារឧបករណ៍ដែលខ្ញុំបានលាក់ខ្ញុំបាននិយាយថាកសូឈីថាខ្ញុំត្រូវការប្រដាប់ចាប់ forceps ដែលមានរាងកោងតើវានៅឯណាសូឈីថាបានសម្លឹងមើលកន្លែងដែលខ្ញុំបានលាក់វានាងបានដឹងថាវាមិនមាននៅទីនោះទេខ្ញុំរំពឹងថានាងនឹងភ័យស្លន់ស្លោផ្ទុយទៅវិញនាងបានឈប់1វិនាទីហើយញឹមដោយសុភាពនាងបាននិយាយជាភាសាខ្មែរគវិជ្ជបណ្ឌិតយើងគ្មានប្រដាប់ចាប់រាងកោងទេតែយើងមានប្រដាប់ចាប់រាងត្រង់ខ្ញុំអាចកែប្រែវាបានបន្តិចដើម្បីឲ្យវាសមស្របសម្រាប់ការវះកាត់នេះខ្ញុំភ្ញាក់ផ្អើលទាំងស្រុងនាងមិនបានភ័យស្លន់ស្លោទេនាងបានប្រើភាពឆ្លាតវៃរបស់នាងដើម្បីកែប្រែឧបករណ៍ចាស់ខ្ញុំបាននិយាយថាទេយើងមិនអាចកែប្រែឧបករណ៍វិទ្យាសាស្ត្របានទេនោះជាការរំលោភបំពានច្បាប់នាងបាននិយាយថាវិជ្ជបណ្ឌិតនៅទីនេះយើងត្រូវតែចេះបត់បែនបើមិនបត់បែនទេអ្នកជំងឺនឹងស្លាប់ឧបករណ៍គឺគ្រាន់តែជាឧបករណ៍ទេបេះដូងមនុស្សគឺសំខាន់ជាងនាងបានយកឧបករណ៍នោះហើយបានកែប្រែវាបន្តិចដោយជំនាញខ្ញុំបានឃើញភាពប៉ិនប្រសប់របស់នាង
ខ្ញុំបានដឹងថាជំនាញរបស់ពួកគេមិនមែនមកពីការបណ្ដុះបណ្ដាលដ៏តឹងរ៉ឹងទេតែមកពីបទពិសោធន៍នៅក្នុងលក្ខខណ្ឌពិបាកបន្ទាប់ពីការវះកាត់បានបញ្ចប់ដោយជោគជ័យខ្ញុំមានអារម្មណ៍នៃភាពអាម៉ាស់ខ្ញុំបានព្យាយាមបង្ហាញពីភាពខ្សោយរបស់ពួកគេប៉ុន្តែខ្ញុំបានរកឃើញកម្លាំងរបស់ពួកគេខ្ញុំបានសួរសូជីតាថាវាសូជីតាតើអ្នកគ្មានការភ័យខ្លាចទេតើអ្នកដឹងថាកំហុសនេះអាចធ្វើឲ្យអ្នកបាត់បង់ការងារទេនាងបាននិយាយថាវិជ្ជបណ្ឌិតយើងមិនខ្លាចការបាត់បង់ការងារទេយើងខ្លាចការបាត់បង់អាយុជីវិតនៅទីនេះយើងព្យាបាលអ្នកជំងឺដូចជាក្រុមគ្រួសារភាពភ័យខ្លាចមិនជួយអាយុជីវិតទេទំនុកចិត្តជួយខ្ញុំបានដឹងថាប្រព័ន្ធរបស់ពួកគេគឺផ្ទុយទាំងស្រុងពីប្រព័ន្ធរបស់ខ្ញុំផ្ដោតលើការការពារវិជ្ជបណ្ឌិតពីកំហុសប្រព័ន្ធរបស់ពួកគេផ្ដោតលើការជួយសង្គ្រោះអ្នកជំងឺដោយប្រើអ្វីដែលមានខ្ញុំត្រូវតែរកមើលមូលហេតុដែលពួកគេមានទឹកចិត្តបែបនេះខ្ញុំបានចំណាយពេលមួយសប្តាហ៍នៅមន្ទីរពេទ្យសៀមរាបខ្ញុំបានចាប់ផ្ដើមគោរពជំនាញការបត់បែនរបស់សូជីថានិងក្រុមការងាររបស់នាងពួកគេអាចសម្របខ្លួនទៅនឹងលក្ខខណ្ឌខ្វះខាតហើយសម្រេចបាននូវលទ្ធផលល្អប៉ុន្តែខ្ញុំនៅតែមានភាពភ័យខ្លាចអំពីការគ្រប់គ្រងសម្រាប់ខ្ញុំមន្ទីរពេទ្យត្រូវតែដំណើរការដោយប្រាក់ចំណេញដើម្បីរក្សាស្តង់ដារគុណភាពបញ្ហាបានកើតឡើងនៅព្រឹកថ្ងៃអង្គារខ្ញុំកំពុងពិនិត្យមើលរបាយការណ៍ហិរញ្ញវត្ថុរបស់មន្ទីរពេទ្យដែលខ្ញុំបានបង្ខំសូជីថាឲ្យសរសេរវាខ្ញុំបានរកឃើញភាពមិនស៊ីសង្វាក់គ្នាដ៏ធំមួយខ្ញុំបានហៅវិជ្ជបណ្ឌិតយ៉ារ៉ាដែលជាវិជ្ជបណ្ឌិតខ្មែរដែលតែងតែញឹមនិងជួសជុលរទេះរុញខ្ញុំបាននិយាយដោយសំឡេងខឹងខវិជ្ជបណ្ឌិតយ៉ារ៉ាតើនេះជាអ្វី60នៃអ្នកជំងឺវះកាត់ក្នុងខែនេះត្រូវបានកាត់បន្ថយឬលើកលែងថ្លៃសេវាតើអ្នកគិតថាមន្ទីរពេទ្យនេះជាអង្គការសប្បុរសធម៌ទេវិជ្ជបណ្ឌិតយ៉ារ៉ាបានសម្លឹងមើលខ្ញុំដោយភាពស្ងប់ស្ងាត់គឺវិជ្ជបណ្ឌិតខេលេងយើងជាមន្ទីរពេទ្យសាធារណៈមនុស្សជាច្រើននៅទីនេះក្រីក្រពួកគេមិនមានការធានារ៉ាប់រងទេខ្ញុំបាននិយាយដោយភាពត្រជាក់ក៏តែនេះជាភាពអយុត្តិធម៌ចំពោះប្រព័ន្ធប្រសិនបើអ្នកកាត់បន្ថយថ្លៃសេវានោះថវិការបស់មន្ទីរពេទ្យនឹងបាត់បង់តើអ្នកនឹងទិញឧបករណ៍ថ្មីដោយរបៀបណាគុណភាពរបស់មន្ទីរពេទ្យនឹងធ្លាក់ចុះខ្ញុំបានបង្ហាញគាត់នៅគំនូរតាងដែលខ្ញុំបានគូរខ្ញុំបានគណនាថាប្រព័ន្ធរបស់ពួកគេកំពុងបាត់បង់ប្រាក់រាប់ពាន់ដុល្លារក្នុងមួយខែខ្ញុំបាននិយាយថានៅប្រទេសរបស់ខ្ញុំសុខភាពគឺជាអាជីវកម្មយើងត្រូវតែមានប្រសិទ្ធភាពទាំងហិរញ្ញវត្ថុនិងវិជ្ជាជីវៈបើគ្មានប្រាក់ចំណេញទេមន្ទីរពេទ្យនឹងដួលរំវិជ្ជបណ្ឌិតយ៉ារ៉ាបានដាក់កាហ្វេរបស់គាត់ចុះគាត់បានសម្លឹងមើលខ្ញុំយ៉ាងជ្រាលជ្រៅលើកនេះគាត់មិនញឹមទេគាត់បាននិយាយជាភាសាខ្មែរគឺវិជ្ជបណ្ឌិតខេលេនខ្ញុំដឹងថាអ្នកមកពីពិភពលោកដ៏មានអ្នកគិតថាលុយអាចដោះស្រាយបញ្ហាទាំងអស់តែនៅទីនេះយើងគិតផ្សេងគាត់បានចង្អុលទៅស្ត្រីចំណាស់ម្នាក់ដែលកំពុងអង្គុយយំនៅខាងក្រៅគឺស្ត្រីនោះលក់នំបញ្ចុកពេញមួយជីវិតរបស់គាត់គ្មានអ្វីទេលើកលែងតែសេចក្តីសប្បុរសតើខ្ញុំត្រូវទាមទារលុយពីនាងសម្រាប់អាយុជីវិតរបស់នាងទេគាត់បានបន្តក៏បើខ្ញុំទាមទារលុយពីគាត់នោះគាត់នឹងស្លាប់នៅផ្ទះមន្ទីរពេទ្យនឹងបានប្រាក់តែខ្ញុំនឹងបាត់បង់សេចក្តីថ្លៃថ្នូររបស់ខ្ញុំនៅទីនេះយើងជឿថាអាយុជីវិតគឺសំខាន់ជាងប្រាក់ចំណេញយើងជឿលើមនុស្សធម៌ខ្ញុំមានអារម្មណ៍ថាពាក្យរបស់គាត់បានវាយប្រហារខ្ញុំបានផ្ដោតលើតារាងហិរញ្ញវត្ថុប៉ុន្តែខ្ញុំបានមើលរំលងភាពពិតនៃអាយុជីវិតខ្ញុំបានដឹងថាប្រសិទ្ធភាពរបស់ខ្ញុំគឺត្រឹមត្រូវតាមទស្សនៈអាជីវកម្មប៉ុន្តែវាខុសតាមទស្សនៈមនុស្សខ្ញុំបាននិយាយថាតែបើគ្មានថវិកាទេតើអ្នកនឹងរក្សាមន្ទីរពេទ្យយ៉ាងដូចម្តេចវិជ្ជបណ្ឌិតយ៉ារ៉ាបានញឹមម្ដងទៀតយើងនឹងជួយគ្នាយើងនឹងជួសជុលរទេះរុញយើងនឹងសុំជំនួយពីអង្គការយើងនឹងមានទឹកចិត្តនោះជាច្បាប់របស់យើងខ្ញុំបានដឹងថាការតស៊ូរបស់ពួកគេមិនមែនជាការប្រយុទ្ធប្រឆាំងនឹងភាពលោភលន់ទេតែជាការប្រយុទ្ធដើម្បីរក្សាសេចក្តីសប្បុរសខ្ញុំបានចេញពីបន្ទប់ធ្វើការរបស់គាត់ដោយមានភាពស្ងប់ស្ងាត់ខ្ញុំបានដឹងថាមន្ទីរពេទ្យនេះគឺជារចនាសម្ព័ន្ធដ៏ចម្លែកមួយវាមិនដំណើរការដោយច្បាប់ហិរញ្ញវត្ថុទេតែដោយច្បាប់នៃសេចក្តីសប្បុរសបន្ទាប់ពីការប៉ះទង្គិចគ្នាជាមួយវិជ្ជបណ្ឌិតយ៉ារ៉ានៅវគ្គទី4ខ្ញុំមានអារម្មណ៍ថាភាពត្រជាក់របស់ខ្ញុំចាប់ផ្ដើមរង្គោះរង្គើខ្ញុំបានដឹងថាប្រសិទ្ធភាពហិរញ្ញវត្ថុមិនមែនជាតម្លៃដាច់ខាតទេនៅទីនេះប៉ុន្តែខ្ញុំនៅតែមិនអាចយល់ពីភាពស្និទ្ធស្នាលរបស់ពួកគេចំពោះអ្នកជំងឺនៅសិង្ហបុរីឬប្រទេសចិនទំនាក់ទំនងអ្នកជំងឺវិជ្ជបណ្ឌិតគឺវិជ្ជាជីវៈនិងត្រជាក់អ្នកជំងឺគឺជាឯកសារ case ឯកសារត្រូវបានព្យាបាលឯកសារត្រូវបានបង់ប្រាក់គ្មានអារម្មណ៍ទេតែនៅមន្ទីរពេទ្យសៀមរាបខ្ញុំបានឃើញរឿងផ្សេង
មានក្មេងប្រុសតូចម្នាក់ឈ្មោះ Vanek អាយុ5ឆ្នាំដែលខ្ញុំបានវះកាត់នៅវគ្គទី2គាត់នៅតែសម្រាប់ព្យាបាលខ្ញុំបានសង្កេតឃើញសូជីថាគីលានុបដ្ឋាយិកាយកចិត្តទុកដាក់ចំពោះគាត់ខ្លាំងណាស់ទី1នាងចំណាយពេលនៅជាមួយគាត់រាប់ម៉ោងបន្ទាប់ពីម៉ោងធ្វើការទី2នាងបានយកនំនិងផ្លែឈើពីផ្ទះរបស់នាងមកឲ្យ Vanek ទី3នាងលេងជាមួយគាត់ហើយប្រាប់រឿងអំពីអង្គរវត្តដើម្បីឲ្យគាត់មិនខ្លាចខ្ញុំបានហៅសូជីថាមកខ្ញុំបាននិយាយដោយសំឡេងត្រជាក់យាសូជីថាអ្នកកំពុងខ្ជះខ្ជាយពេលវេលារបស់អ្នក Vanek មិនមែនជាក្រុមគ្រួសាររបស់អ្នកទេនេះជាកង្វះខាតនៃភាពជាអ្នកជំនាញសូជីថាបានសម្លឹងមើលខ្ញុំដោយភាពងឿងឆ្ងល់នាងបាននិយាយថាវិជ្ជបណ្ឌិត Kalen Vanek ជាអ្នកជំងឺរបស់ខ្ញុំបើគាត់មិនសប្បាយចិត្តទេការជាសះស្បើយរបស់គាត់នឹងយឺតយ៉ាវភាពស្និទ្ធស្នាលគឺជាថ្នាំរបស់គាត់ខ្ញុំបាននិយាយថាទេថ្នាំគឺជាថ្នាំសូជីថាអារម្មណ៍មិនអាចព្យាបាលរបួសបានទេនាងបាននិយាយដោយទឹកមុខស្ងប់ស្ងាត់យីនៅទីនេះយើងជឿថាចិត្តនិងខ្លួនគឺតែមួយបើចិត្តរបស់គាត់មិនជាសះស្បើយទេខ្លួនរបស់គាត់ក៏មិនជាសះស្បើយដែរខ្ញុំបានសន្យាជាមួយ Vanek ថាខ្ញុំនឹងនៅជាមួយគាត់រហូតដល់ម្ដាយរបស់គាត់មកដល់ខ្ញុំត្រូវតែរក្សាការសន្យាខ្ញុំបានដឹងថាសីលធម៌វិជ្ជសាស្ត្ររបស់ពួកគេគឺខុសគ្នាពីរបស់ខ្ញុំផ្ដោតលើការធ្វើរោគវិនិច្ឆ័យនិងបច្ចេកទេសរបស់ពួកគេផ្ដោតលើទំនាក់ទំនងមនុស្សនិងការទទួលខុសត្រូវខ្ញុំនឹកឃើញវិជ្ជបណ្ឌិតនៅប្រទេសចិនពួកគេមិនដែលសម្លឹងមើលភ្នែករបស់អ្នកជំងឺពួកគេគ្រាន់តែអានឯកសារហើយសរសេរវិជ្ជបញ្ជាខ្ញុំមានអារម្មណ៍ថាខ្ញុំបានបាត់បង់អ្វីមួយខ្ញុំបានក្លាយជាម៉ាស៊ីនដ៏មានប្រសិទ្ធភាពតែគ្មានអារម្មណ៍ខ្ញុំបានដើរទៅបន្ទប់ព្យាបាលរបស់ Vanek ខ្ញុំបានឃើញម្ដាយរបស់ Vanek កំពុងយំគាត់ក្រីក្រគាត់គ្មានលុយសម្រាប់ថ្លៃមន្ទីរពេទ្យសូជីថាបានអបគាត់ហើយនិយាយថាកុំបារម្ភអីវិជ្ជបណ្ឌិត Yara នឹងជួយគ្រាន់តែថែរក្សាកូនប្រុសរបស់អ្នកខ្ញុំបានឈរនៅទីនោះមើលខ្ញុំបានដឹងថាសេចក្តីសប្បុរសរបស់ពួកគេគឺគ្មានដែនកំណត់ពួកគេមិនបានគិតពីប្រាក់ចំណេញទេពួកគេគិតតែពីអាយុជីវិតខ្ញុំបានសម្រេចចិត្តជួយពួកគេមិនមែនដើម្បីធ្វើការវះកាត់ទេតែដើម្បីរៀនអំពីមនុស្សធម៌ខ្ញុំត្រូវតែរកមើលមូលហេតុដែលពួកគេមានជំនឿនេះតើវាមកពីវប្បធម៌របស់ពួកគេទេក្រោយពីបានឃើញមនុស្សធម៌ដែលវិជ្ជបណ្ឌិត Yara និងសូជីថាបានបង្ហាញខ្ញុំចាប់ផ្ដើមផ្លាស់ប្ដូរទាំងស្រុងខ្ញុំមិនបានគិតអំពីប្រាក់ចំណេញទៀតទេខ្ញុំគិតអំពីការទទួលខុសត្រូវរបស់ខ្ញុំចំពោះអាយុជីវិតខ្ញុំចាប់ផ្ដើមគោរពពួកគេប៉ុន្តែមានព្រឹត្តិការណ៍មួយដែលបានធ្វើឲ្យទស្សនៈរបស់ខ្ញុំដួលរលំទាំងស្រុងឪពុករបស់ Vanek ក្មេងប្រុសដែលខ្ញុំបានវះកាត់គឺជាបុរសក្រីក្រម្នាក់គាត់ធ្វើការជាជាងឆ្លាក់ឈើនៅក្បែរអង្គរវត្តគាត់គ្មានប្រាក់សម្រាប់ថ្លៃវះកាត់នៅពេលល្ងាចបន្ទាប់ពីការជាសះស្បើយរបស់ Vanek បានប្រសើរឡើងឪពុករបស់គាត់បានមកជួបខ្ញុំគាត់បានពាក់អាវចាស់ប៉ុន្តែគាត់មានទឹកមុខថ្លៃថ្នូរគាត់បាននិយាយជាភាសាខ្មែរដោយមានទឹកមុខអរគុណទៅលោកគ្រូពេទ្យ Kalenខ្ញុំអរគុណលោកខ្លាំងណាស់លោកបានជួយសង្គ្រោះជីវិតរបស់កូនប្រុសខ្ញុំបាននិយាយថាគ្មានបញ្ហាទេលោកនោះជាកាតព្វកិច្ចរបស់ខ្ញុំបានរំពឹងថាគាត់នឹងនិយាយអំពីបញ្ហាលុយឬសុំការលើកលែងថ្លៃសេវាខ្ញុំបានរៀបចំខ្លួនដើម្បីសន្យាជាមួយគាត់ថាយើងនឹងជួយប៉ុន្តែអ្វីដែលគាត់ធ្វើគឺមិននឹកស្មានដល់គាត់បានលូកដៃទៅក្នុងហោប៉ៅចាស់របស់គាត់ហើយបានទាញវត្ថុតូចមួយចេញមកវាជារូបចម្លាក់អង្គរវត្តតូចមួយដែលឆ្លាក់ដោយដៃវាធ្វើពីឈើដ៏មានតម្លៃហើយមានពណ៌មាសភ្លឺរលោងគាត់បានប្រគល់វាឲ្យខ្ញុំគឺលោកគ្រូពេទ្យខ្ញុំគ្មានលុយទេតែខ្ញុំមានតែកិត្តិយសនេះជាគន្លឹះមាសរបស់ខ្ញុំបានឆ្លាក់វាពេញមួយយប់សម្រាប់លោកនេះជាការអរគុណរបស់ខ្ញុំចំពោះការសង្គ្រោះជីវិតកូនខ្ញុំភ្ញាក់ផ្អើលខ្ញុំបានសម្លឹងមើលរូបចម្លាក់នោះខ្ញុំដឹងថាវាមានតម្លៃសិល្បៈដ៏ធំមួយវាជាជីវិតរបស់គាត់ខ្ញុំបាននិយាយថាទេលោកខ្ញុំមិនអាចទទួលយកវាបានទេលោកត្រូវតែរក្សាវាសម្រាប់ក្រុមគ្រួសាររបស់លោកគាត់បានគ្រវីក្បាលដោយមិនទទួលយកវិញគឺលោកគ្រូពេទ្យសម្រាប់ខ្ញុំកិត្តិយសគឺសំខាន់ជាងទ្រព្យសម្បត្តិបើខ្ញុំជំពាក់គុណលោកខ្ញុំនឹងមិនអាចដេកលក់បានទេសូមទទួលយកវានេះជាភស្តុតាងនៃបេះដូងខ្មែរខ្ញុំមានអារម្មណ៍ថាភាពអាម៉ាស់និងការគោរពដ៏ជ្រាលជ្រៅខ្ញុំបានគិតថាភាពក្រីក្ររបស់គាត់នឹងធ្វើឲ្យគាត់លោភលន់ប៉ុន្តែភាពក្រីក្ររបស់គាត់បានធ្វើឲ្យគាត់ថ្លៃថ្នូរខ្ញុំបានទទួលយករូបចម្លាក់នោះដៃរបស់ខ្ញុំមានអារម្មណ៍នៃភាពកក់ក្ដៅពីការខិតខំរបស់គាត់
ខ្ញុំបាននិយាយដោយទឹកមុខស្ងប់ស្ងាត់ក៏ខ្ញុំនឹងរក្សាវាលោកវាជាអំណោយដ៏មានតម្លៃបំផុតដែលខ្ញុំធ្លាប់បានទទួលខ្ញុំបានដឹងថាការយល់ដឹងរបស់ខ្ញុំអំពីតម្លៃគឺខុសទាំងស្រុងខ្ញុំគិតថាតម្លៃគឺលុយគាត់គិតថាតម្លៃគឺសេចក្តីថ្លៃថ្នូរខ្ញុំបាននិយាយទៅកាន់វេជ្ជបណ្ឌិតដារ៉ាក្រោយមកដារ៉ាតើអ្នកបានឃើញទេគាត់ក្រីក្រប៉ុន្តែគាត់បានប្រគល់ទ្រព្យសម្បត្តិរបស់គាត់មកខ្ញុំវេជ្ជបណ្ឌិតយ៉ារ៉ាបានញឹមដោយសុភាពបាទគាត់បានបង់ថ្លៃពេញលេញហើយវេជ្ជបណ្ឌិតខេលេនកិត្តិយសរបស់គាត់គឺសំខាន់ជាងលុយខ្ញុំបានសម្រេចចិត្តសងគាត់វិញខ្ញុំនឹងប្រើប្រាក់ខែរបស់ខ្ញុំដើម្បីបង់ថ្លៃរបស់ Venek តែខ្ញុំនឹងរក្សាគន្លឹះមាសនេះខ្ញុំត្រូវតែយល់ពីប្រភពនៃវប្បធម៌នេះខ្ញុំត្រូវតែទៅអង្គរវត្តដើម្បីស្វែងរកការពិតគន្លឹះមាសរបស់ឪពុក Venek ស្ថិតនៅលើទូរបស់ខ្ញុំបានសម្លឹងមើលវាជានិមិត្តរូបនៃសេចក្តីថ្លៃថ្នូរដែលសំខាន់ជាងលុយ$50ខ្ញុំដឹងថាការយល់ដឹងរបស់ខ្ញុំអំពីមនុស្សមិនអាចកញ្ញាបានដោយក្បួនដោះស្រាយទេខ្ញុំបានសម្រេចចិត្តឈប់ធ្វើការមួយថ្ងៃខ្ញុំត្រូវតែទៅអង្គរវត្តមិនមែនជាកន្លែងទេសចរទេតែជាកន្លែងស្រាវជ្រាវខ្ញុំត្រូវតែយល់ពីប្រភពនៃវប្បធម៌ដែលបានបង្កើតការទុកចិត្តនិងសេចក្តីសប្បុរសបែបនេះខ្ញុំបានជួលមគ្គុទ្ទេសក៍ទេសចរម្នាក់ឈ្មោះសូហ្វាតខ្ញុំមិនបានសុំឲ្យគាត់បង្ហាញខ្ញុំនៅប្រាសាទធំទេខ្ញុំបានសុំឲ្យគាត់បង្ហាញខ្ញុំនៅអ្វីដែលលាក់កំបាំងមន្ទីរពេទ្យបុរាណសូហ្វាតបានដឹកនាំខ្ញុំទៅកាន់ប្រាសាទតូចមួយដែលត្រូវបានបំផ្លាញភាគច្រើនគាត់បានពន្យល់អំពីបេមរេថាមន្ទីរពេទ្យដែលត្រូវបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី7នៅសតវត្សទី12សូហ្វាតបាននិយាយថាវេជ្ជបណ្ឌិតខេលេនព្រះមហាក្សត្ររបស់យើងមិនបានកសាងតែប្រាសាទទេគាត់បានកសាងមន្ទីរពេទ្យដល់ទៅ102កន្លែងនៅទូទាំងប្រទេសគាត់បាននិយាយថាទុក្ខលំបាករបស់អ្នកជំងឺគឺជារបស់ស្ដេចមិនមែនជារបស់អ្នកជំងឺទេខ្ញុំភ្ញាក់ផ្អើលទាំងស្រុងខ្ញុំបានគិតថាយុគសម័យមាសរបស់អង្គរគឺផ្ដោតតែលើអំណាចនិងសាសនាប៉ុន្តែវាត្រូវបានផ្ដោតលើមនុស្សធម៌ខ្ញុំបាននិយាយថាមន្ទីរពេទ្យ102កន្លែងនោះជាប្រព័ន្ធសុខភាពសាធារណៈដ៏ធំតើពួកគេបានគ្រប់គ្រងវាដោយរបៀបណាសូហ្វាតបានចង្អុលទៅថ្មមួយគាត់បាននិយាយថាពួកគេបានប្រើវិជ្ជសាស្ត្រជាសិល្បៈមិនមែនជាអាជីវកម្មទេវេជ្ជបណ្ឌិតនៅទីនេះត្រូវបានគេហៅថាគ្រូពេទ្យពួកគេជាគ្រូបង្រៀនពួកគេមិនបានគិតអំពីលុយទេពួកគេគិតអំពីការបម្រើខ្ញុំបានដឹងថាភាពយឺតយ៉ាវភាពមិនមានប្រសិទ្ធភាពនិងភាពក្រីក្រដែលខ្ញុំបានឃើញនៅក្នុងមន្ទីរពេទ្យសប្តាហ៍ថ្ងៃមិនមែនជាកង្វះខាតទេតែជាកេរដំណែលនៃសេចក្តីសប្បុរសដែលគ្មានព្រំដែនពួកគេបានព្យាបាលមនុស្សដោយមិនគិតថ្លៃរាប់រយឆ្នាំមកហើយខ្ញុំបានទៅអង្គរវត្តខ្ញុំបានសម្លឹងមើលថ្មដ៏ធំនិងមុខដ៏ស្ងប់ស្ងាត់នៅលើប្រាសាទបាយ័នខ្ញុំបានឃើញស្នាមញឹមដែលពោពេញដោយក្តីស្រឡាញ់ខ្ញុំបានដឹងថាស្នាមញឹមនោះមិនមែនជាភាពងាយស្រួលទេតែជាទស្សនវិជ្ជាការតាំងចិត្តដើម្បីជឿទុកចិត្តនិងជួយមនុស្សទោះបីជាជីវិតលំបាកក៏ដោយខ្ញុំនឹកឃើញសូឈីថាដែលបានការពារខ្ញុំពីកំហុសរបស់ខ្ញុំនឹកឃើញវេជ្ជបណ្ឌិតដារ៉ាដែលបានជួសជុលរទេះរុញខ្ញុំនឹកឃើញឪពុក Venek ដែលបានប្រគល់គន្លឹះមាសមកខ្ញុំពួកគេមិនមែនមិនមានប្រសិទ្ធភាពទេពួកគេគ្រាន់តែមានស្តង់ដារមួយទៀតស្តង់ដារមនុស្សធម៌ខ្ញុំមានអារម្មណ៍ថាភាពត្រជាក់នៃការបណ្ដុះបណ្ដាលរបស់ខ្ញុំចាប់ផ្ដើមរលាយខ្ញុំបានក្លាយជាវេជ្ជបណ្ឌិតដ៏មានប្រសិទ្ធភាពតែគ្មានបេះដូងខ្ញុំត្រូវតែកែប្រែខ្លួនឯងខ្ញុំត្រូវតែរៀនតម្លៃដែលខ្ញុំបានបាត់បង់បន្ទាប់ពីបានឃើញបេមរេថានិងស្នាមញឹមរបស់អង្គរវត្តខ្ញុំបានត្រឡប់ទៅមន្ទីរពេទ្យវិញដោយមានទស្សនៈថ្មីខ្ញុំមិនបានឃើញភាពយឺតយ៉ាវទេខ្ញុំឃើញភាពស្ងប់ស្ងាត់នៃការយកចិត្តទុកដាក់ខ្ញុំមិនបានឃើញសម្ភារៈចាស់ទេខ្ញុំឃើញការបត់បែនរបស់មនុស្សយប់នោះខ្ញុំអង្គុយនៅបន្ទប់របស់ខ្ញុំគន្លឹះមាសរបស់ឪពុក Venek ស្ថិតនៅក្នុងដៃរបស់ខ្ញុំបានចាប់ផ្ដើមសរសេរកំណត់ហេតុរបស់ខ្ញុំប៉ុន្តែលើកនេះខ្ញុំមិនបានសរសេរអំពីភាពខ្វះខាតរបស់ពួកគេទេខ្ញុំបានសរសេរអំពីភាពខ្វះខាតរបស់ខ្ញុំបានដឹងថាភាពល្អឥតខ្ចោះរបស់ខ្ញុំគឺជាបន្ទាយដែលការពារខ្ញុំពីអារម្មណ៍ខ្ញុំបានរំលឹកដល់មន្ទីរពេទ្យនៅសិង្ហបុរីនិងចិនខ្ញុំបានវះកាត់រាប់រយករណីដោយភាពត្រឹមត្រូវដ៏អស្ចារ្យតែខ្ញុំមិនដែលសួរឈ្មោះអ្នកជំងឺទេខ្ញុំគ្រាន់តែសួរលេខកូដរបស់ពួកគេខ្ញុំបានសរសេរថានៅទីនោះខ្ញុំត្រូវបានគេបង្រៀនថាភាពល្អឥតខ្ចោះគឺជាស្តង់ដារលុយគឺជាកម្លាំងអារម្មណ៍គឺជាភាពទន់ខ្សោយខ្ញុំបានក្លាយជាវេជ្ជបណ្ឌិតដ៏មានប្រសិទ្ធភាពតែគ្មានបេះដូងខ្ញុំបានក្លាយជាមនុស្សត្រជាក់ដូចជាដែកថែបនៅពេលដែលខ្ញុំបានឃើញសូឈីថាកំពុងលេងជាមួយ Venek ខ្ញុំបានគិតថានាងល្ងងតែឥឡូវខ្ញុំដឹងថានាងឆ្លាតនាងបានដឹងថា
ការព្យាបាលមិនមែនគ្រាន់តែជាវិទ្យាសាស្ត្រទេតែជាសិល្បៈនៃការយល់ចិត្តខ្ញុំបានដឹងថាភាពត្រជាក់របស់ខ្ញុំបានមកពីបរិយាកាសដែលផ្ដោតលើប្រាក់ចំណេញខ្ញុំបានគិតថាភាពល្អឥតខ្ចោះរបស់ខ្ញុំគឺជាគុណភាពតែវាគឺជាភាពឯកកោខ្ញុំបាននិយាយទៅកាន់ខ្លួនឯងថា Kaylen អ្នកបានបាត់បង់អ្វីដែលសំខាន់បំផុតការជឿទុកចិត្តរបស់មនុស្សខ្ញុំនឹកឃើញវិជ្ជបណ្ឌិតយ៉ារ៉ាដែលបានជួសជុលរទេះរុញគាត់មិនមែនខ្ជះខ្ជាយពេលវេលាទេគាត់កំពុងថែរក្សាប្រព័ន្ធរបស់គាត់បានយល់ពីតម្លៃនៃវត្ថុតូចខ្ញុំមានអារម្មណ៍ថាភាពអាម៉ាស់ដ៏ខ្លាំងក្លាមួយខ្ញុំបានមកដល់ទីនេះដើម្បីវិនិច្ឆ័យពួកគេប៉ុន្តែពួកគេបានព្យាបាលខ្ញុំព្យាបាលភាពត្រជាក់របស់ខ្ញុំបានសម្រេចចិត្តផ្លាស់ប្ដូរខ្ញុំនឹងប្រើជំនាញរបស់ខ្ញុំដើម្បីជួយពួកគេមិនមែនដើម្បីវិនិច្ឆ័យពួកគេទេខ្ញុំត្រូវតែសុំទោសក្រុមការងារខ្ញុំបានដឹងថាអំណោយដ៏ធំបំផុតដែលខ្ញុំអាចផ្ដល់ឲ្យពួកគេមិនមែនជាលុយទេតែជាការទុកចិត្តខ្ញុំបានទៅបន្ទប់ធ្វើការរបស់សូឈីថានាងកំពុងរៀបចំឯកសារដោយភ្លើងចង្កៀងតូចខ្ញុំបាននិយាយជាភាសាខ្មែរដែលខូចគឺសូឈីថាខ្ញុំសុំទោសនាងបានងើបមុខមកមើលខ្ញុំដោយភាពងឿងឆ្ងល់វិជ្ជបណ្ឌិតសុំទោសរឿងអីរឿងភាពត្រជាក់របស់ខ្ញុំរឿងការវិនិច្ឆ័យរបស់ខ្ញុំបានដឹងថាអ្នកត្រឹមត្រូវបេះដូងគឺសំខាន់ជាងប្រសិទ្ធភាពសូឈីថាបានញឹមដោយសុភាពវិជ្ជបណ្ឌិតអ្នកមិនមែនត្រជាក់ទេអ្នកគ្រាន់តែហត់ឥឡូវអ្នកជាសះស្បើយហើយសូមអង្គុយចុះហើយញ៉ាំនំប៉័ងជាមួយខ្ញុំបានអង្គុយចុះខ្ញុំមានអារម្មណ៍ថាភាពកក់ក្ដៅបានត្រឡប់មកវិញបន្ទាប់ពីខ្ញុំបានសារភាពកំហុសទៅកាន់សូឈីថាខ្ញុំមានអារម្មណ៍ថាឧបសគ្គរវាងយើងបានបាត់ទៅហើយខ្ញុំមិនបានធ្វើការជាអ្នកត្រួតពិនិត្យទេខ្ញុំបានធ្វើការជាសមាជិកនៃក្រុមការងារខ្ញុំបានដឹងថាប្រសិទ្ធភាពរបស់ខ្ញុំគឺជាល្បឿនតែប្រសិទ្ធភាពរបស់ពួកគេគឺជាភាពត្រឹមត្រូវនិងភាពធន់ពួកគេបានធ្វើការយឺតតែមិនមានកំហុសនៅពេលព្រឹកខ្ញុំបានទៅបន្ទប់ធ្វើការរបស់ខ្ញុំបានរៀបចំឯកសារថ្មីមិនមែនរបាយការណ៍ហិរញ្ញវត្ថុទេតែជាតារាងជំនួយមនុស្សធម៌ខ្ញុំបានហៅសូឈីថាមកខ្ញុំបាននិយាយថាក៏សូឈីថាខ្ញុំដឹងថាមន្ទីរពេទ្យនេះមានបញ្ហាហិរញ្ញវត្ថុដោយសារអ្នកជំងឺក្រីក្រសូឈីថាបានងក់ក្បាលដោយភាពសោកសៅក្បាត់យើងមិនអាចទិញឧបករណ៍ថ្មីបានទេវិជ្ជបណ្ឌិតខ្ញុំបាននិយាយថាក៏ខ្ញុំនឹងជួយអ្នកខ្ញុំនឹងប្រើជំនាញគ្រប់គ្រងរបស់ខ្ញុំដើម្បីបង្កើតផែនការមួយយើងនឹងស្វែងរកអង្គការដើម្បីសុំជំនួយសូឈីថាបានភ្ញាក់ផ្អើលទាំងស្រុងនាងបាននិយាយថាវិជ្ជបណ្ឌិត Kaylen អ្នកពិតជាចិត្តល្អណាស់តែវាពិបាកណាស់ខ្ញុំបាននិយាយថានៅប្រទេសរបស់ខ្ញុំភាពល្អឥតខ្ចោះគឺជាច្បាប់ឥឡូវនេះភាពល្អឥតខ្ចោះរបស់ខ្ញុំនឹងបម្រើមនុស្សធម៌យើងនឹងធ្វើវាជាមួយគ្នាខ្ញុំបានចាប់ផ្ដើមបង្រៀនក្រុមការងារអំពីការគ្រប់គ្រងឯកសារនិងការប្រើប្រាស់កុំព្យូទ័រសម្រាប់តារាងលំហូរពួកគេមិនមានប្រសិទ្ធភាពទេតែពួកគេរៀនលឿនពួកគេមានទឹកចិត្តដ៏អស្ចារ្យខ្ញុំបានរៀនល្បឿនរបស់ពួកគេនៅពេលដែលពួកគេយកចិត្តទុកដាក់ពួកគេមិនមានកំហុសមានពេលមួយខ្ញុំបានប្រញាប់ពេកហើយសរសេរវិជ្ជបញ្ជាខុសសូឈីថាបានឃើញវានាងបានមិនបានស្រែកទេនាងគ្រាន់តែកែតម្រូវខ្ញុំដោយស្ងប់ស្ងាត់នាងបាននិយាយថាវិជ្ជបណ្ឌិតភាពយឺតយ៉ាវមានអត្ថន័យវាផ្ដល់ឲ្យយើងនៅពេលវេលាដើម្បីត្រួតពិនិត្យខ្ញុំបានដឹងថាភាពយឺតយ៉ាវរបស់ពួកគេមិនមែនជាកំហុសទេតែជាប្រព័ន្ធរបស់ពួកគេប្រព័ន្ធនៃការត្រួតពិនិត្យដោយប្រុងប្រយ័ត្នពួកគេបានទុកចិត្តគ្នាទៅវិញទៅមកដើម្បីរកឃើញកំហុសខ្ញុំបានធ្វើការជាមួយវិជ្ជបណ្ឌិតយ៉ារ៉ាដើម្បីរៀបចំផែនការសុំជំនួយខ្ញុំបានប្រើជំនាញវិជ្ជាជីវៈរបស់ខ្ញុំដើម្បីពន្យល់អំពីភាពចាំបាច់នៃមនុស្សធម៌នៅទីនេះនៅពេលល្ងាចវិជ្ជបណ្ឌិតយ៉ារ៉ាបានញឹមដោយរីករាយគាត់បាននិយាយថាវិជ្ជបណ្ឌិត Kaylen ឥឡូវនេះមន្ទីរពេទ្យរបស់យើងនឹងរស់រានមានជីវិតអរគុណដែលមិនបានបោះបង់យើងខ្ញុំបាននិយាយថាក៏ខ្ញុំមិនបានបោះបង់អ្នកទេខ្ញុំបានរៀនពីអ្នកខ្ញុំបានរៀនថាយុទ្ធសាស្ត្រដ៏ល្អបំផុតគឺសេចក្តីសប្បុរសខ្ញុំបានសម្រេចចិត្តស្នាក់នៅទីនេះយូរជាង1ខែខ្ញុំត្រូវតែបញ្ចប់ការងាររបស់ខ្ញុំបានចំណាយពេល3ខែនៅមន្ទីរពេទ្យសៀមរាបខ្ញុំបានមកដល់ក្នុងនាមជាអ្នកវះកាត់ឯកទេសតែខ្ញុំបានចាក់ចេញក្នុងនាមជាគ្រូពេទ្យម្នាក់ខ្ញុំបានបញ្ចប់ផែនការសុំជំនួយហើយឥឡូវនេះមន្ទីរពេទ្យកំពុងទទួលបានសម្ភារៈថ្មីនិងការគាំទ្រហិរញ្ញវត្ថុខ្ញុំបានរៀនថាប្រសិទ្ធភាពមិនមែនជាកម្លាំងតែមួយគត់ទេតែសេចក្តីសប្បុរសគឺជាកម្លាំងដែលរឹងមាំជាង
នៅព្រឹកចុងក្រោយខ្ញុំបានរៀបចំកាបូបរបស់ខ្ញុំគន្លឹះមាសរបស់ឪពុក Venex ស្ថិតនៅក្នុងហោប៉ៅខ្ញុំវាជានិមិត្តរូបនៃបេះដូងខ្មែរខ្ញុំបាននិយាយលាវេជ្ជបណ្ឌិត Dara និង Sochi ថាវេជ្ជបណ្ឌិត Dara បានញឹមដោយរីករាយគឺវេជ្ជបណ្ឌិត Kalen អ្នកមកទីនេះដើម្បីជួយយើងតែអ្នកបានព្យាបាលខ្លួនឯង Sochi ថាបានអបខ្ញុំនាងបាននិយាយថាកុំភ្លេចភាពយឺតយ៉ាវដែលមានអត្ថន័យវេជ្ជបណ្ឌិតជីវិតមិនមែនជាការប្រណាំងទេជីវិតគឺជាការយកចិត្តទុកដាក់ខ្ញុំបានដឹងថាពួកគេបានបង្រៀនខ្ញុំនៅមេរៀនដែលសាកល្បងទាំងបច្ចេកវិទ្យានិងប្រសិទ្ធភាពរបស់ខ្ញុំមេរៀនរបស់ខ្ញុំតម្លៃអាយុជីវិតគឺសំខាន់ជាងប្រាក់ចំណេញសុវត្ថិភាពការជឿទុកចិត្តគឺជារចនាសម្ព័ន្ធការពារដ៏ល្អឥតខ្ចោះវិជ្ជាជីវៈសិល្បៈនៃការយល់ចិត្តគឺជាផ្នែកនៃវិទ្យាសាស្ត្រខ្ញុំបានចាក់ចេញពីសៀមរាបដោយមានការគោរពដ៏ជ្រាលជ្រៅខ្ញុំបានមកពីទីក្រុងត្រជាក់ដែលសម្បូរលុយប៉ុន្តែក្រីក្រនៅទំនាក់ទំនងមនុស្សខ្ញុំបានរកឃើញកន្លែងដែលក្រីក្រលុយប៉ុន្តែសម្បូរបេះដូងខ្ញុំបានដឹងថាខ្ញុំនឹងត្រឡប់មកវិញមិនមែនជាអ្នកវះកាត់ទេតែជាគ្រូពេទ្យមនុស្សធម៌សេចក្តីសន្និដ្ឋានចុងក្រោយខ្ញុំនឹងរក្សាគន្លឹះមាសនេះវានឹងរំលឹកខ្ញុំថាភាពល្អឥតខ្ចោះរបស់ខ្ញុំត្រូវតែបម្រើសេចក្តីសប្បុរសអង្គរវត្តមិនមែនគ្រាន់តែជាទីកន្លែងទេតែជាទស្សនវិជ្ជានៃការជឿទុកចិត្តនិងការបម្រើ